នេះគឺជាអត្ថបទដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់រយៈពេល20នាទីខ្លឹមសារនេះផ្ដោតលើការផ្ដល់កម្លាំងចិត្តបច្ចេកទេសចិត្តសាស្ត្រនិងយុទ្ធសាស្ត្រជាក់ស្ដែងដើម្បីឆ្លងកាត់គ្រាលំបាកបំផុតក្នុងជីវិតសិល្បៈនៃការរៀនរស់និងរឹងមាំក្នុងគ្រាលំបាកបំផុតវគ្គទី1ការទទួលស្គាល់ការពិតនិងការដោះស្រាយជាមួយអារម្មណ៍សួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នាជីវិតប្រៀបដូចជាមហាសមុទ្រដែលជួនកាលមានរលកស្ងប់ស្ងាត់ប៉ុន្តែជួនកាលក៏មានព្យុះបោកបក់យ៉ាងខ្លាំងក្លារហូតធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាកំពុងលិចលង់ប្រសិនបើថ្ងៃនេះអ្នកកំពុងស្ថិតក្នុងស្ថានភាពមួយដែលលំបាកបំផុតមិនថាជាបញ្ហាហិរញ្ញវត្ថុការបាត់បង់មនុស្សជាទីស្រឡាញ់ឬការបរាជ័យក្នុងជីវិតខ្ញុំចង់ប្រាប់អ្នកថាអ្នកមិនមែននៅម្នាក់ឯងនោះទេជំហានដំបូងនៃការរៀនរស់ក្នុងគ្រាលំបាកគឺការទទួលស្គាល់ការពិតកុំព្យាយាមបដិសេធការជឿចាប់ការយំមិនមែនសញ្ញានៃភាពទន់ខ្សោយនោះទេប៉ុន្តែវាគឺជាដំណើរការនៃការបន្សុទ្ធអារម្មណ៍ចូលអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍ឈឺចាប់ប៉ុន្តែកុំជាប់គៀងនៅក្នុងនោះរហូតដល់ដកខ្លួនមិនរួចចងចាំថាព្យុះមិនអាចបោកបក់ជារៀងរហូតបានឡើយវាមានពេលមកហើយវាក៏មានពេលទៅវិញផងដែរវគ្គទី2ការគ្រប់គ្រងផ្នត់គំនិតនិងធម៌ពលផ្លូវចិត្តនៅពេលអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនហាក់ដូចជាមនុស្សខុសឆ្គងទាំងអស់អ្វីមួយដែលអ្នកនៅតែអាចគ្រប់គ្រងបានគឺគំនិតរបស់អ្នកនៅក្នុងគ្រាលំបាកខួរក្បាលរបស់យើងតែងតែបង្កើតរូបភាពអាក្រក់និងការភ័យខ្លាចចំពោះអនាគតដើម្បីរស់រានយុទ្ធសាស្ត្រដ៏ល្អបំផុតគឺរស់នៅក្នុងបច្ចុប្បន្នភាពកុំបារម្ភពីអ្វីដែលនឹងកើតឡើងនៅខែក្រោយឬឆ្នាំក្រោយចូលសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីឲ្យឆ្លងផុតថ្ងៃនេះការបែងចែកបញ្ហាធំឲ្យទៅជាចំណែកតូចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាបញ្ហានោះមិនមែនជារឿងដែលមិនអាចដោះស្រាយបានឡើយម្យ៉ាងទៀតចូលរៀនដឹងគុណទោះក្នុងកលៈទេសៈណាក៏ដោយស្ដាប់ទៅវាដូចជាពិបាកប៉ុន្តែការរកឃើញរឿងល្អតូចមួយក្នុងចំណោមរឿងអាក្រក់រាប់ពាន់នឹងក្លាយជាពន្លឺទៀនដែលនាំផ្លូវអ្នកចេញពីភាពងងឹតយ៉ាងហោចណាស់អ្នកនៅតែមានដង្ហើមអ្នកនៅតែមានកម្លាំងនិងនៅមានឱកាសដើម្បីតស៊ូបន្តវគ្គទី3យុទ្ធសាស្ត្រជាក់ស្ដែងដើម្បីរស់រានការរស់រានមិនមែនប្រើតែចិត្តនោះទេគឺត្រូវប្រើសកម្មភាពជាក់ស្ដែងផងដែរក្នុងគ្រាលំបាកខ្លាំង1រក្សាសុខភាពរាងកាយកុំភ្លេចញ៉ាំបាយនិងគេងឲ្យបានគ្រប់គ្រាន់នៅពេលរាងកាយទន់ខ្សោយចិត្តរបស់អ្នកក៏ងាយនឹងបាក់ទឹកចិត្តផងដែរ2កាត់បន្ថយការទទួលព័ត៌មានអវិជ្ជមានប្រសិនបើបណ្ដាញសង្គមធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងបរាជ័យឬកាន់តែភ័យខ្លាចចូលឈប់ប្រើវាមួយរយៈ3ស្វែងរកជំនួយមនុស្សដែលមានឥទ្ធិពលនិងរឹងមាំមិនមែនជាមនុស្សដែលធ្វើអ្វីគ្រប់យ៉ាងម្នាក់ឯងនោះទេចូលនិយាយចេញមកក្រៅស្វែងរកមិត្តដែលទុកចិត្តឬអ្នកប្រឹក្សាការចែករំលែកបន្ទុកនឹងធ្វើឲ្យទម្ងន់នៃបញ្ហាថយចុះពាក់កណ្ដាលចងចាំថាក្នុងគ្រាលំបាកភាពសាមញ្ញគឺជាសេចក្តីសុខកុំព្យាយាមធ្វើអ្វីដែលលើសពីកម្លាំងការដែលអ្នកអាចក្រោកពីគេងហើយរៀបចំបន្ទប់ឲ្យស្អាតក៏ជាជោគជ័យមួយដែរវគ្គទី4ការផ្លាស់ប្ដូរការឈឺចាប់ឲ្យទៅជាកម្លាំងចលករមានពាក្យមួយពោលថាពេជ្រកើតចេញពីសម្ពាធដ៏ខ្លាំងក្លាគ្រាលំបាកក្នុងជីវិតគឺជារឿយគឺជាសាលារៀនដែលបង្រៀនយើងឲ្យស្គាល់ពីសមត្ថភាពពិតរបស់ខ្លួនឯងនៅពេលអ្នកគ្មានជំរើសក្រៅពីភាពរឹងមាំអ្នកនឹងភ្ញាក់ផ្អើលថាតើអ្នកមានកម្លាំងតស៊ូខ្លាំងប៉ុណ្ណាចូលប្រើការជឿចាប់នេះជាប្រេងឥន្ធនៈប្រសិនបើអ្នកកំពុងខ្វះខាត
ចូលប្រើវាជាកម្លាំងចិត្តដើម្បីរកវិធីសាស្ត្រថ្មីប្រសិនបើអ្នកកំពុងខូចចិត្តចូលប្រើវាដើម្បីរៀនស្រឡាញ់ខ្លួនឯងឲ្យកាន់តែខ្លាំងរាល់ដំបៅដែលកើតឡើងក្នុងគ្រានេះនឹងក្លាយជាស្នាមសម្លាកនៃមោទនភាពនៅថ្ងៃអនាគតដែលបង្ហាញថាខ្ញុំធ្លាប់ឆ្លងកាត់វាហើយខ្ញុំបានជោគជ័យកុំប្រៀបធៀបដំណើរជីវិតរបស់អ្នកជាមួយនរណាម្នាក់ឲ្យសោះជីវិតមនុស្សម្នាក់មានរដូវកាលរៀងខ្លួននិងមានបញ្ហារៀងខ្លួនដើមឈើខ្លះផ្លាស់ស្លឹកក្នុងរដូវរងាដើម្បីត្រៀមខ្លួនរីកស្គុះស្គាយក្នុងរដូវកាលរីកអ្នកក៏ដូចគ្នាដែរគ្រានេះគ្រាន់តែជារដូវរងានៃជីវិតរបស់អ្នកតែប៉ុណ្ណោះវគ្គទី5ក្តីសង្ឃឹមនិងការចាប់ផ្ដើមជាថ្មីជាចុងក្រោយខ្ញុំចង់ឲ្យអ្នកដើរដង្ហើមឲ្យវែងហើយប្រាប់ខ្លួនឯងថារឿងនេះនឹងកន្លងផុតទៅដែរគ្មានយប់ណាដែលងងឹតរហូតមិនឃើញព្រះអាទិត្យរះនោះទេជីវិតមិនមែនស្ថិតនៅលើការដែលថាតើអ្នកដួលប៉ុន្មានដងនោះទេប៉ុន្តែវាស្ថិតលើតើអ្នកក្រោកឈរឡើងវិញលឿនប៉ុណ្ណាគ្រាលំបាកខ្លាំងគ្រាន់តែជាចម្ពោះនៃសិភៅជីវិតរបស់អ្នកតែវាមិនមែនជាសិភៅទាំងមូលនោះទេថ្ងៃនេះទោះបីជាអ្នកមើលមិនឃើញផ្លូវចេញក៏ដោយសូមចូលគ្រាន់តែបោះជំហានទៅមុខមួយជំហានទៀតគ្រាន់តែមួយជំហានប៉ុណ្ណោះហើយស្អែកនេះអ្នកបោះមួយជំហានទៀតមិនយូរមិនឆាប់អ្នកនឹងដឹងខ្លួនថាតើអ្នកបានដើរចេញពីវាលរហោស្ថាននេះបាត់ទៅហើយចូលរក្សាក្តីសង្ឃឹមឲ្យជាប់ព្រោះក្តីសង្ឃឹមគឺជាអ្វីតែមួយគត់ដែលខ្លាំងជាងការភ័យខ្លាចអ្នករឹងមាំជាងអ្វីដែលអ្នកគិតអ្នកមានតម្លៃជាងអ្នកដឹងសូមឲ្យកម្លាំងចិត្តនេះនៅជាមួយអ្នកជានិច្ចសូមអរគុណសម្រាប់ការស្ដាប់សូមជូនពរឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តរឹងមាំនិងឆ្លងផុតរាល់ឧបសគ្គទាំងពួងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ